សួស្តីបងប្អូនទាំងអស់គ្នាតើអ្នកធ្លាប់សួរខ្លួនឯងទេថាហេតុអ្វីបានជាយើងខំប្រឹងធ្វើការយ៉ាងធ្ងន់ធ្ងររកលុយទាំងយប់ទាំងថ្ងៃប៉ុន្តែនៅចុងបញ្ចប់នៃខែនីមួយៗយើងនៅតែមានអារម្មណ៍ថាខ្វះខាតតើលុយទាំងនោះវាហោះទៅណាមនុស្សភាគច្រើនយល់ថាបញ្ហាហិរញ្ញវត្ថុអាចដោះស្រាយបានដោយគ្រាន់តែរកលុយឲ្យបានច្រើនប៉ុន្តែជាការពិតមិនមែនដូច្នោះនោះទេបញ្ហាមិនមែនស្ថិតនៅលើចំនួនលុយដែលអ្នករកបាននោះទេប៉ុន្តែវាស្ថិតនៅលើរបៀបដែលអ្នកអាចគ្រប់គ្រងវាបាននិងរបៀបដែលអ្នកអាចគិតចំពោះវាថ្ងៃនេះយើងនឹងមកជជែកគ្នាអំពីអាចកំបាំងដែលអ្នកមានមិនដែលប្រាប់អ្នកហើយវាចាប់ផ្ដើមចេញពីចំណុចមួយដែលសំខាន់បំផុតនោះគឺផ្នត់គំនិតអ្នកមាននិងអ្នកក្រតើអ្វីទៅជាភាពខុសគ្នារវាងមនុស្សដែលសល់លុយនិងមនុស្សដែលរស់នៅដង្ហើមចងកចម្លើយគឺស្ថិតនៅលើការយល់ដឹងអំពីទ្រព្យសកម្មនិងបំណុលទ្រព្យសកម្មគឺជាសកម្មភាពក្នុងការរកលុយចូលទៅក្នុងកប៉ៅរបស់អ្នកទោះបីជាអ្នកកំពុងគេងលក់ក៏ដោយវាអាចជាការវិនិយោគចំណេះដឹងដែលបង្កើតចំណូលឬក៏អាជីវកម្មដែលដំណើរការដោយខ្លួនឯងបំណុលគឺជាអ្វីដែលលក់លុយចេញពីខោប៉ៅរបស់អ្នកវាអាចជាសម្ភារៈនិយមដែលមិនចាំបាច់ការទិញរបស់តាមចំណង់ដើម្បីបង្អួតអ្នកដទៃឬក៏ខ្ចីបុលដើម្បីទិញរបស់គ្មានតម្លៃនៅថ្ងៃក្រោយអ្នកមានផ្ដោតទៅលើការសន្សំដើម្បីទិញទ្រព្យសកម្មចំណែកអ្នកដែលខ្វះខាតផ្ដោតទៅលើការរកលុយដើម្បីទិញបំណុលដែលពួកគេច្រឡំថាជាទ្រព្យសម្បត្តិបើអ្នកចង់ផ្លាស់ប្ដូរជីវិតអ្នកត្រូវតែផ្លាស់ប្ដូរពីការចាយដើម្បីសប្បាយមកជាការសន្សំដើម្បីសេរីភាពការកំណត់គោលដៅឲ្យបានច្បាស់លាស់ជីវិតដែលគ្មានគោលដៅហិរញ្ញវត្ថុប្រៀបដូចជាការបើកបរគ្មានផែនទីអ្នកមិនអាចទៅដល់គោលដៅបានទេបើអ្នកមិនដឹងថាគោលដៅនោះនៅទីណាចូលអ្នកបែងចែកគោលដៅជា2ទី1គោលដៅរយៈពេលខ្លីតែនៅក្នុងរយៈពេល1ឆ្នាំខាងមុខអ្នកចង់បានលុយសន្សំត្រឹមប៉ុន្មានតើអ្នកចង់ផ្ដាច់បំណុលដែលកំពុងរំខានចិត្តអ្នកដែរឬទេទី2គោលដៅរយៈពេលវែងតើអ្នកចង់ចូលនិវត្តន៍នៅអាយុប៉ុន្មានតើអ្នកចង់មានសេរីភាពហិរញ្ញវត្ថុដែលមានន័យថាអ្នកមិនចាំបាច់ធ្វើការដើម្បីលុយតែលុយធ្វើការឲ្យអ្នកវិញនៅពេលណាកុំខ្លាចក្នុងការសបិនធំប៉ុន្តែត្រូវចាប់ផ្ដើមពីជំហានតូចៗការសន្សំត្រឹមតែ$1ក្នុងមួយថ្ងៃគឺប្រសើរជាការមិនបានធ្វើអ្វីសោះការកែប្រែផ្នត់គំនិតមិនមែនមានន័យថាអ្នកត្រូវរស់នៅទាំងលំបាកនោះទេវាមានន័យថាអ្នកត្រូវតែហ៊ានលះបង់ភាពសប្បាយរីករាយពេលបច្ចុប្បន្នដើម្បីសុភមង្គលយូរអង្វែងមនុស្សជោគជ័យតែងតែសួរខ្លួនឯងថាតើរបស់ដែលខ្ញុំចង់បាននៅពេលនេះវាជួយឲ្យខ្ញុំខិតទៅជិតគោលដៅរបស់ខ្ញុំឬក៏ទាញឲ្យខ្ញុំឃ្លាតឆ្ងាយពីវាមុននឹងយើងឈានទៅដល់បច្ចេកទេសនៃការសន្សំនៅក្នុងផ្នែកបន្ទាប់ខ្ញុំចង់ឲ្យអ្នកដកដង្ហើមវែងហើយសន្យានឹងខ្លួនឯងថាចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងជាអ្នកបញ្ជាលុយមិនមែនឲ្យលុយមកបញ្ជាជីវិតខ្ញុំនោះទេបន្ទាប់ពីយើងបានកែប្រែផ្នត់គំនិតរួចមកជំហានបន្ទាប់គឺការដាក់នៅច្បាប់មនុស្សជាច្រើនបរាជ័យក្នុងការសន្សំមិនមែនមកពីពួកគេរកលុយបានតិចទេប៉ុន្តែមកពីពួកគេគ្មានប្រព័ន្ធក្នុងការគ្រប់គ្រងអ្នកខ្លះចាំសល់លុយទើបសន្សំប៉ុន្តែជាការពិតអ្នកនឹងមិនដែលសល់លុយឡើយប្រសិនបើអ្នកមិនបានដកវាទុកមុនចាយនេះហើយជាចំណុចចាប់ផ្ដើមនៃវិន័យហិរញ្ញវត្ថុដើម្បីឲ្យការគ្រប់គ្រងលុយមានភាពងាយស្រួលនិងមិនមានសម្ពាធខ្លាំងពេកខ្ញុំសូមណែនាំរូបមន្តដែលពិភពលោកទទួលស្គាល់ថានោះគឺច្បាប់50 30 20 50% សម្រាប់តម្រូវការចាំបាច់នេះគឺជាលុយសម្រាប់បង់ថ្លៃផ្ទះថ្លៃទឹកម្ហូបអាហារប្រចាំថ្ងៃនិងការធ្វើដំណើរវាគឺជាអ្វីដែលអ្នកខ្វះមិនបានដើម្បីរស់រានមានជីវិតប្រសិនបើចំណាយផ្នែកនេះលើពី 50% វាគឺជាសញ្ញាអាសន្នថាអ្នកត្រូវតែកាត់បន្ថយការរស់នៅឲ្យសាមញ្ញជាងមុន 30% សម្រាប់តម្រូវការផ្ទាល់ខ្លួនយើងត្រូវការដំណើរកម្សាន្ត 30% នេះគឺសម្រាប់ទិញសម្លៀកបំពាក់ថ្មីដើរលេងចុងសប្តាហ៍ឬក៏ញ៉ាំអាហារឆ្ងាញ់ៗជាមួយមិត្តភ័ក្តិ
ច្បាប់នេះអនុញ្ញាតឲ្យអ្នកមានសេចក្តីសុខក្នុងជីវិតប៉ុន្តែត្រូវឈប់ត្រឹម 30% 20% សម្រាប់សន្សំនិងវិនិយោគនេះគឺជាផ្នែកដែលសំខាន់បំផុតសម្រាប់អ្នកនាពេលអនាគតលុយ 20% នេះត្រូវដកចេញមកភ្លាមៗនៅពេលដែលប្រាក់ខែចូលវាសម្រាប់សងបំណុលបង្កើតមូលនិធិអាសន្នឬយកទៅវិនិយោគមុននឹងអ្នកគិតដល់ការទិញរបស់ប៉និតឬក៏ការវិនិយោគដែលមានហានិភ័យអ្នកត្រូវតែមានខ្នើយសុវត្ថិភាពជាមុនសិនជីវិតតែងតែមានរឿងមិនរំពឹងទុកដូចជាការឈឺស្កាត់ឡានខូចឬក៏ការបាត់បង់ការងារគោលដៅដំបូងសន្សំឲ្យបានយ៉ាងតិចពី3ទៅ6ខែនៃការចំណាយសរុបប្រចាំខែរបស់អ្នកឧទាហរណ៍ថាបើមួយខែអ្នកចាយអស់$500អ្នកគួរតែមានលុយនៅក្នុងកញ្ចប់បណ្ដោះអាសន្នយ៉ាងតិច$1,500ទៅ$3,000នៅពេលដែលអ្នកមានលុយនេះក្នុងដៃអ្នកនឹងលែងរស់នៅក្នុងភាពភ័យខ្លាចទៀតហើយអ្នកខ្លះឆ្ងល់ថាខ្ញុំមិនដែលទិញរបស់ថ្លៃៗឬក៏របស់ brand ទេហេតុអ្វីក៏អស់លុយចម្លើយនោះគឺមានការលេចធ្លាយនៅចន្លោះប្រហោងតូចតាចមួយចំនួនដូចជាការទិញកាហ្វេម៉ាកល្បីៗជាប្រចាំថ្ងៃអាចថាក្នុងមួយថ្ងៃ$2មួយខែអស់$60មួយឆ្នាំអស់ជាង$700ការទិញរបស់តាមអារម្មណ៍ឃើញគេចុះថ្លៃក៏ទិញទាំងដែលមិនត្រូវការឬក៏សេវាកម្ម app ផ្សេងៗដែលយើងមិនចាំបាច់ប្រើការបង់ប្រាក់ប្រចាំខែទៅលើកម្មវិធីផ្សេងៗដែលអ្នកអាចភ្លេចថាកម្មវិធីមិនជាតម្រូវការរបស់យើងចូលកត់សម្គាល់ថារាល់ថ្ងៃការចំណាយរបស់អ្នកទោះបីជាត្រឹម$500ក៏ដោយដើម្បីដឹងថាតើលុយរបស់អ្នកកំពុងលេចធ្លាយនៅត្រង់ណាមុននឹងសម្រេចចិត្តទិញរបស់អ្វីមួយដែលមិនមែនជាតម្រូវការចាំបាច់ហើយវាមានតម្លៃថ្លៃសូមប្រើច្បាប់48ម៉ោងទុកពេលឲ្យខ្លួនឯង2ថ្ងៃដើម្បីគិតភាគច្រើនបន្ទាប់ពី48ម៉ោងអារម្មណ៍ចង់បានខ្លាំងនឹងថយចុះហើយអ្នកនឹងដឹងថាតាមពិតខ្ញុំមិនត្រូវការវាតតែសោះការគ្រប់គ្រងលុយមិនមែនជាការដាក់ទោសខ្លួនឯងមិនឲ្យចាយនោះទេប៉ុន្តែវាគឺជាការផ្ដល់អំណាចឲ្យខ្លួនឯងផ្នែកបន្ទាប់យើងនឹងទៅមើលពីរបៀបធ្វើឲ្យលុយបង្កើតលុយវិញម្ដងនេះគឺជាយុទ្ធសាស្ត្របង្កើនចំណូលនិងការវិនិយោគការសន្សំតែមួយមុខមិនអាចធ្វើឲ្យអ្នកក្លាយជាអ្នកមានបានទេព្រោះអតិផរណានឹងស៊ីដាច់តម្លៃលុយរបស់អ្នកពីមួយឆ្នាំទៅមួយឆ្នាំប្រសិនបើអ្នកទុកលុយនៅក្នុងកញ្ចប់ឬក៏ក្រោមខ្នើយវាគ្រាន់តែជាលុយដែលដេកលុបដើម្បីសម្រេចបានសេរីភាពហិរញ្ញវត្ថុពិតប្រាកដអ្នកត្រូវតែដឹងពីរបៀបដាស់លុយឲ្យងើបធ្វើការវិនិយោគគឺជាការដាក់ទុនដើម្បីឲ្យវាកើនឡើងនាពេលអនាគតតើអ្នកចង់ធ្វើការដើម្បីលុយអស់មួយជីវិតឬក៏ចង់ឲ្យលុយធ្វើការឲ្យអ្នកយើងមាន2ចំណុចទី1ចំណូលសកម្មគឺជាលុយដែលមានបានមកពីការដោះដូរពេលវេលានិងកម្លាំងបើអ្នកឈប់ធ្វើការចំណូលក៏ឈប់ទី2ចំណូលអកម្មគឺជាលុយដែលហូរចូលទៅក្នុងកប៉ៅរបស់អ្នកទោះបីជាអ្នកមិនបានទៅទីនោះផ្ទាល់ឬក៏ធ្វើការក៏ដោយវាអាចមកពីការជួលផ្ទះឬក៏ការទទួលបានភាគលាភពីភាគហ៊ុនឬក៏ការបង្កើតមាតិកាលើបណ្ដាញសង្គមឬក៏ការសរសេរសៀវភៅគោលដៅចុងក្រោយរបស់យើងគឺធ្វើឲ្យចំណូលអកម្មធំជាងចំណាយប្រចាំខែមុននឹងអ្នកយកលុយទៅទិញដីទិញមាសឬក៏វិនិយោគនៅក្នុងផ្សារភាគហ៊ុនទ្រព្យសម្បត្តិដែលមានតម្លៃបំផុតគឺខួរក្បាលរបស់អ្នកកុំខ្លាចក្នុងការចំណាយលុយលើការរៀនសូត្រវគ្គសិក្សាខ្លីៗឬក៏ការអានសៀវភៅចំណេះដឹងគឺជាអាវុធដែលគ្មាននរណាម្នាក់អាចប្លន់យកបានទេហើយវាគឺជាមធ្យោបាយដែលជួយឲ្យអ្នករកចំណូលបានកាន់តែច្រើននៅពេលដែលអ្នកមានសមត្ថភាពខ្លាំងតម្លៃខ្លួនរបស់អ្នកក៏ខ្ពស់ទៅតាមនោះដែរតែអ្នកដឹងទេអ្វីដែលធ្វើឲ្យបុគ្គលជោគជ័យខុសពីមនុស្សទូទៅវាមិនមែនជាសំណាងទេប៉ុន្តែវាគឺជាទម្លាប់ទី1ដែលសំខាន់បំផុតគឺការដឹងអំពីចរន្តសាច់ប្រាក់របស់ខ្លួនឯងបុគ្គលជោគជ័យតែងតែចំណាយពេលយ៉ាងតិច5នាទីរាល់ថ្ងៃដើម្បីកត់ត្រានិងពិនិត្យមើលថាតើថ្ងៃនេះពួកគេចាយអ្វីខ្លះការធ្វើបែបនេះមិនមែនមកពីពួកគេកំណាញ់នោះទេ
ប៉ុន្តែមកពីពួកគេចង់ដឹងថាតើលុយរបស់ពួកគេកំពុងបម្រើគោលដៅរបស់ពួកគេដែរទេឬក៏កំពុងតែបម្រើអារម្មណ៍មួយឆាវឬក៏មួយពេលបាទអ្នកមិនអាចគ្រប់គ្រងលុយ$10ក្នុងដៃបានទេអ្នកមិនអាចគ្រប់គ្រងលុយ$10000បានទេមានពាក្យស្លោកមួយពោលថាកុំព្យាយាមធ្វើជាអ្នកមានប៉ុន្តែត្រូវព្យាយាមឲ្យក្លាយជាអ្នកមានពិតប្រាកដមនុស្សភាគច្រើនចាយលុយដែលពួកគេមិនទាន់រកបានដើម្បីទិញរបស់ដែលពួកគេមិនត្រូវការដើម្បីបង្អួតមនុស្សដែលពួកគេមិនចូលចិត្តនេះគឺជាអន្ទាក់ហិរញ្ញវត្ថុដ៏ធំបំផុតបុគ្គលជោគជ័យភាគច្រើនរស់នៅយ៉ាងសាមញ្ញពួកគេមិនដេញសេរីទូរស័ព្ទដេញសេរីឡានឬក៏ brand អីផ្សេងៗនោះទេប្រសិនបើវាមិនទាន់ជាចាំបាច់ពួកគេជ្រើសរើសភាពស្ងប់ស្ងាត់ហិរញ្ញវត្ថុជាងភាពអស្ចារ្យคล้ายៗអ្នកមិនអាចរកលុយឬក៏រីករាយជាមួយលុយដែលអ្នករកបានឡើយប្រសិនបើអ្នកមានសុខភាពទ្រុឌទ្រោមបុគ្គលជោគជ័យល្អច្បាស់លាស់របបអាហារត្រឹមត្រូវហាត់ប្រាណទៀងទាត់និងការគេងឲ្យបានគ្រប់គ្រាន់នេះគឺជាការវិនិយោគដែលមានអត្រាប្រាក់ចំណេញខ្ពស់បំផុតនៅពេលអ្នកមានសុខភាពល្អខួរក្បាលរបស់អ្នកនឹងភ្លឺស្វាងស្មារតីរបស់អ្នកនឹងរឹងមាំហើយអ្នកនឹងមានថាមពលគ្រប់គ្រាន់ដើម្បីបង្កើតគំនិតថ្មីៗក្នុងការរកស៊ីកុំយកសុខភាពទៅដូរនឹងលុយរហូតចុងក្រោយត្រូវយកលុយទាំងអស់នោះមកទិញសុខភាពវិញមហាសេដ្ឋីពិភពលោកជាច្រើនតែងតែចំណាយពេលអានសៀវភៅរាប់ម៉ោងជារៀងរាល់ថ្ងៃសម្រាប់ពួកគេសៀវភៅគឺជាផ្លូវកាត់នៃបទពិសោធន៍ក្នុងមួយថ្ងៃចូលចំណាយពេលយ៉ាងតិច30នាទីដើម្បីអានសៀវភៅស្ដីអំពីហិរញ្ញវត្ថុឬក៏ការអភិវឌ្ឍខ្លួនឯងឬក៏ជាចំណេះដឹងក្នុងវិជ្ជាជីវៈរបស់អ្នកចំណេះដឹងដែលអ្នកទទួលបាននៅថ្ងៃនេះអាចនឹងក្លាយជាដើមទុនដ៏មហាសាលនៅថ្ងៃស្អែកចូលធ្វើខ្លួនឲ្យដូចជាកៅមិនទាន់ពេញជានិច្ចដើម្បីទទួលបានបទពិសោធន៍ថ្មីរាល់ថ្ងៃទម្លាប់មិនមែនបង្កើតឡើងបាននៅក្នុងរយៈពេលមួយថ្ងៃនោះទេវាទាមទារការតស៊ូនិងការអនុវត្តដដែលប៉ុន្តែនៅពេលដែលវិន័យคล้ายជាទម្លាប់ហើយទម្លាប់คล้ายជាចរិតលក្ខណៈនោះភាពជោគជ័យនឹងរត់មករកតាមអ្នកដោយខ្លួនឯងមនុស្សជាច្រើនតែងតែនិយាយថាចាំខ្ញុំមានលុយច្រើនជាងនេះសិនចាំខ្ញុំចាប់ផ្ដើមសន្សំឬចាំខ្ញុំយល់ដឹងច្រើនជាងនេះសិនចាំខ្ញុំចាប់ផ្ដើមវិនិយោគប៉ុន្តែការពិតគឺអ្នកមិនចាំបាច់អស្ចារ្យដើម្បីចាប់ផ្ដើមនោះទេប៉ុន្តែអ្នកត្រូវតែចាប់ផ្ដើមដើម្បីឲ្យក្លាយជាមនុស្សអស្ចារ្យទោះបីជាថ្ងៃនេះអ្នកមានលុយត្រឹមតែ$1ឬក៏$10000នៅក្នុងកប៉ាល់ក៏ដោយចូលចាប់ផ្ដើមសន្សំវាចុះវិន័យដែលអ្នកបង្កើតឡើងក្នុងថ្ងៃនេះនឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ទ្រព្យសម្បត្តិមហាសាលនៅថ្ងៃស្អែកចូលចងចាំថាពេលវេលាដ៏ល្អបំផុតដើម្បីដាំដើមឈើកាលពី20ឆ្នាំមុនប៉ុន្តែពេលវេលាដ៏ល្អបំផុតបន្ទាប់នោះគឺនៅថ្ងៃនេះគោលដៅចុងក្រោយនៃចំណេះដឹងហិរញ្ញវត្ថុមិនមែនដើម្បីឲ្យអ្នកក្លាយជាអ្នកមានដែលដេកលើគំនរលុយតែម្នាក់ឯងនោះទេប៉ុន្តែវាគឺជាដើម្បីឲ្យមានសេរីភាពក្នុងការគ្រប់គ្រងលុយសេរីភាពក្នុងការជ្រើសរើសការងារដែលអ្នកស្រឡាញ់សេរីភាពក្នុងការចំណាយពេលជាមួយមនុស្សដែលអ្នកស្រឡាញ់សេរីភាពក្នុងការជួយសង្គមនិងមនុស្សជុំវិញខ្លួនដោយគ្មានការព្រួយបារម្ភនៅពេលដែលអ្នកមានសេរីភាពហិរញ្ញវត្ថុអ្នកនឹងមានអំណាចពេញលេញលើជីវិតរបស់អ្នកនឹងលែងរស់នៅដើម្បីតែបង់វិក័យប័ត្រឬក៏ដើម្បីតែរស់ឲ្យផុតមួយខែទៀតឡើយមុននឹងបញ្ចប់វីដេអូមួយនេះខ្ញុំចង់ប្រាប់អ្នកថាពិតជាអាចធ្វើបានមិនថាអតីតកាលអ្នកធ្លាប់ដើរខុសផ្លូវហិរញ្ញវត្ថុយ៉ាងណាទេមិនថាអ្នកធ្លាប់ជំពាក់បំណុលពាន់កយ៉ាងណាទេឲ្យតែអ្នកមានដង្ហើមនិងមានចន្ទៈក្នុងការផ្លាស់ប្ដូរអនាគតរបស់អ្នកនៅតែភ្លឺស្វាងជានិច្ចចូលចាប់ផ្ដើមនៅថ្ងៃនេះចាប់ផ្ដើមពីចំណុចដែលអ្នកកំពុងឈរនិងចាប់ផ្ដើមជាមួយអ្វីដែលអ្នកកំពុងមាននៅក្នុងដៃខ្ញុំជឿជាក់ថាអ្នកអាចធ្វើបានហើយខ្ញុំនឹងនៅទីនេះដើម្បីរួមដំណើរជាមួយអ្នកជានិច្ចសូមអរគុណសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់ប្រសិនបើអ្នក
យល់ថាវីដេអូមួយនេះមានតម្លៃមានប្រយោជន៍ចូលកុំភ្លេចជួយចែកចម្លែកទៅកាន់មនុស្សដែលអ្នកស្រឡាញ់ដើម្បីឲ្យពួកគេមានអនាគតហិរញ្ញវត្ថុដ៏ល្អប្រសើរដូចគ្នាដែរជួបគ្នានៅវីដេអូក្រោយសូមជូនពរឲ្យអ្នកទាំងអស់គ្នាទទួលបានជោគជ័យនិងមានសេរីភាពហិរញ្ញវត្ថុគ្រប់គ្នាអរគុណជម្រាបលា